បាទបងប្អូនមកដល់ទៀតហើយបាទឥឡូវក៏រោហៅបងប្អូនហៅក៏រោឥឡូវគោះក៏រោចេញវាយប៉ះពើវាថ្មីហ្នឹងបងបាទជុះជុលបងជុះជុលបាទវាបាសវាបោឡើងលើអញ្ចឹងឥឡូវចាប់ដើមបុកយកអាចក្បោចេញបងបាទក៏រោហៅបាទវាជាប់ពីមកទឹកបងណាចឹងយើងគោះក៏រោឡើងហើយយកបុកយកក្បោចេញហើយរៀបក៏រោឡើងវិញបងបាទវាយអូវាអូឡើងវិញចឹងបងរោចាស់នេះវាហៅវាប៉ោងឡើងហើយវាកោះចោលអស់វាយក្រូដាក់ថ្មីបងកោះឡើងណាហើបចឹងទៅបុកយកអាចទៅបោចេញបងបាទបុកវាសាបោចាស់វាចេញមកបានវាដាក់បោថ្មីវិញវាយក្រូឡើងវិញបងហ្នឹងវាហើបវាអត់ដឹងវាយ៉ាងមកចឹងបងបាទហ្នឹងវាហើបអញ្ចឹងបាទយើងគោះណាហើបចេញអស់ហើយពងបុកយកក្បោចាស់ភាសាចេញបានយើងវាយក្រូថ្មីចូលបានបាទបុកបានច្រើនណាស់ហើយបងហ្នឹងហើយចាប់ដល់កាប់កាក់ដេហ្នឹងបាទហើយកាប់វាឲ្យស្អាតអស់ហើយបានយើងមានបោថ្មីមកចាក់មានប៉ែរយ៉ាងនេះដៃមកបងហ្នឹងដៃខ្លះទុកខ្លះបាទឥឡូវចាប់ដើមចាក់ក្បោរៀបហើយបងបាទចាក់ក្បោរៀបវាយក្រូថ្មីចូលបងបាទយើងខុសពណ៌តិចបាទពណ៌វាអត់ទៅដូចគ្នាបាទដើររត់តិចអត់មានបងបាទពណ៌គាត់មិនទៅទៀងពណ៌វាដូចដើមបាទក្រូមុនក្រូតរីចាស់បងដល់ពេលចឹងទៅវាអស់ស្តុបដើររត់អត់មានលើពីវាយចូលក្រូថ្មីហ្នឹងវាក្រូពណ៌វាទៅទុករីចាស់វាអត់មានក្រូវាចូលចាប់តាមជាក្បោស្មើទុកឡើងលើជុះចូលវាក្រូចាស់មកយើងវាយដូរ8ស្លឹកបាទចូលបាត់បានទឹកគ្រូបងប្អូននៅតដល់2ស្លឹកទៀតទេ2ស្លឹកទៀតស្លឹកមកប្រហែលនៅលើទាក្បោអាចក្បោទៀតបន្តិចទៅមកសិនបាទយូរទៅវាគេដាក់ក្បោតិចពេកទៅវាផ្ទាត់ឡើងវាគោះបិទតាថ្មីទិញក្រូថ្មីយកដាក់ក្រូចាស់ហ្នឹងវាបោឡើងវាយបោកៅហើយហ្នឹងយើងបិរងវាបងប្អូនបាទក្រូហ្នឹងវាស្តៀងគ្នាបងនេះមួយវាពណ៌ផ្កាស្នូតទេបាទនេះអត់មានលៀតឥឡូវបិដៃបងវាតិចតួចនឹងអត់មានប្រើប្រដាប់បិដល់អីព្រោះយើងអត់បានទិញមកអញ្ចឹងដៃហើយវាតិចបាទក្រូតិចដែរតែប្រហែលក្រូបាទឥឡូវបិដៃដល់គឺយើងទៅរកទិញរាប់បិមកដាក់ផ្លូវកាត់មកបិឲ្យជូរស្អាតដល់ចាំមកបិនេះបងគាត់ស្អាតតាំងបងព្រោះស្តៀងពណ៌គ្នាចលៀសគ្នាតិចបងបាទអរគុណបងប្អូនដែលបានតាមដានវីដេអូខ្ញុំពីដើមដល់ចប់